Welcome to Pailin Province. សួស្តីបងប្អូនទាំងអស់គ្នាវិលមកកាន់ធីមឡានចាស់របស់យើងទៀតហើយនេះគឺជាការធ្វើដំណើរមកផ្លូវប៉ៃលិនបងប្អូនហើយផ្លូវនេះគឺជាផ្លូវដែលវាងទីរួមខេត្តប៉ៃលិនដោយសារយើងឡានដឹកទំនិញរៀងធំដែរអញ្ចឹងយើងអាចចូលក្រុងទាំងថ្ងៃបានទេអញ្ចឹងគឺយើងត្រូវការវាងទីរួមខេត្តប៉ៃលិនដើម្បីឆ្ពោះទៅកាន់ផ្សារព្រំនៅច្រកព្រំដែនថៃហ្នឹងបងប្អូនគឺដើម្បីយកទំនិញដែលយើងបានដឹកពីភ្នំពេញនេះគឺទៅទម្លាក់នៅក្នុងហើយលើកទី1ហើយដែលជិះវាងតាមផ្លូវក្បាត់ក្រុងក្បាត់ខេត្តប៉ៃលិននេះដោយសារមុនធីមឡានចាស់របស់យើងនេះគឺរត់កាត់ក្រុងដល់ដោយសារមកដល់ម៉ោង2ម៉ោង3យប់អញ្ចឹងគឺក្នុងក្រុងគ្មានការធ្វើចរាចរណ៍មិនមានយ៉ាងអីទេគឺអញ្ចឹងយើងអាចចូលកើតតែដោយសារថ្ងៃនេះគឺយើងចេញមកពីភ្នំពេញរៀងយប់ដែរហើយយើងសម្រាប់តាមផ្លូវតាមអីតិចធ្វើឲ្យមកដល់ខេត្តប៉ៃលិននេះគឺវាភ្លឺម៉មតែបងប្អូនយើងធ្វើចរាចរណ៍ចឹងទៅយើងអត់ហ៊ានចូលខេត្តលោកប៉ូលីសគាត់ចាប់យើងហើយលើកទី1មកកាត់ផ្លូវនេះគឺឃើញអារម្មណ៍ថាស្អាតផ្លូវក៏ស្អាតទៅភាពភ្នំក៏ស្អាតអាយយហើយការធ្វើដំណើរយើងក៏មិនសូវមានឡានម៉ូតូណាឆ្វេងឆ្វាញបង្កជាការផលវិបាកអីសម្រាប់ការធ្វើដំណើរទេហើយនៅនេះបងប្អូនសិតតែភ្នំឡើងចុះគាត់ថាវាភ្នំមិនខ្ពស់មិនចោតខ្លាំងទេវាចោតតិចកោងតិចចឹងណាហើយសម្រាប់ធីមឡានចាស់ដ៏រករាក់របស់យើងនេះឲ្យតែឃើញទេសភាពរៀងស្អាតគឺចង់ទៅថតហើយចំណងចំណូលចិត្តខាងថតវីដេអូអញ្ចឹងគាត់ថាដោយសារទូរស័ព្ទយើងវាមិនទៅស្អាតវារៀងចាស់ដែរធ្វើឲ្យគុណភាពការថតវីដេអូរបស់យើងគឺរៀងក្រោករាក់តិចមើលទៅរៀងញ័រមិនទៅច្បាស់អញ្ចឹងបងប្អូនការធ្វើដំណើរនេះគឺពីភ្នំពេញទៅដល់ប៉ៃលិននេះសរុបនៃការធ្វើដំណើរគឺរយៈពេល2-10ម៉ោងនឹងដោយសារយើងដេកផងអីផងអញ្ចឹងណាយើងដេកតាមផ្លូវដូចអីតែយើងងុយមកដល់ផ្សារព្រំប៉ៃលិននេះគឺ12ម៉ោងពេញតែម្ដងបងប្អូនហើយការធ្វើដំណើរយើងគឺមកវិញខែនេះក៏មានភ្លៀងតិចតួចប្រាថ្នាទៀនលំសង្ខាច្រកព្រំដែនផ្សារព្រំប៉ៃលិនមកត្រឡប់ក្រោយវិញ